សួស្តីបងប្អូនទាំងអស់ថ្ងៃនេះនាងខ្ញុំផ្នែតមានប្រធានបទមួយស្ដីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្មក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសចំណូលមិនឆ្លោះបញ្ចាំងនៅផលរបរជាក់ស្ដែងរបស់អ្នកជាប់ពន្ធនោះទេអគ្គនាយកដ្ឋានពន្ធដារមានសិទ្ធិធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលបានប្រើក្នុងអាជីវកម្មរបស់សហគ្រាសសម្រាប់ទ្រព្យសកម្មសំដៅដល់ទ្រព្យសម្បត្តិនានាដែលបានយកទៅប្រើប្រាស់ក្នុងអាជីវកម្មដែលរួមមានទ្រព្យសកម្មរយៈពេលខ្លីនិងទ្រព្យសកម្មរយៈពេលវែងចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្មត្រូវបានចាត់ថ្នាក់ជា3អ្នកជាប់ពន្ធតូចអ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ